ហ៊ានប៉ះពាល់ដល់ស្រកាកូនរបស់ខ្ញុំផងខ្ញុំនឹងកំទេចដំបូលផ្ទះឯងមិនខានលោកម្ចាស់នាគខ្ញុំមិនបានប៉ះពាល់នាគតូចទេខ្ញុំគ្រាន់តែចង់ដួសផ្សិតទឹកលីងជឺឪពុករបស់ខ្ញុំជិតស្លាប់ហើយស្រកាកូនរបស់ខ្ញុំស្ថិតនៅក្នុងសំណាញ់របស់ឯងច្បាស់ណាស់នេះទើបតែជាប់សំណាញ់អំបាញ់មិញទេខ្ញុំនឹងលែងវាទៅវិញឥឡូវនេះហើយកូនរបស់ខ្ញុំទើបតែចម្រុះស្រកាគឺខ្សោយបំផុតសំណាញ់របស់ឯងស្ទើរតែធ្វើឲ្យដាច់ព្រួយរបស់វាទៅហើយខ្ញុំពិតជាមិនដឹងមែនឪពុករបស់ខ្ញុំដេកឈឺ3ខែមកហើយនៅក្នុងផ្ទះសតែខ្ញុំម្នាក់គត់ជាកម្លាំងពលកម្មបើលោកម្ចាស់មិនទាន់បាត់ខឹងទេស៊ីសាច់ខ្ញុំទៅគ្រាន់តែសុំទុកជីវិតឲ្យឪពុកខ្ញុំផងឯងបែរជាមិនព្រមរត់ទៅវិញបើខ្ញុំរត់ឪពុកខ្ញុំច្បាស់ជាស្លាប់ហើយបើលោកម្ចាស់មានកូនលោកម្ចាស់ច្បាស់ជាដឹងពីទុក្ខលំបាករបស់អ្នកជាឪពុកហើយស្រកានេះអាចព្យាបាលជំងឺគ្រប់មុខបានពូកែជាងផ្សិតលីងជឺទៅទៀតប៉ុន្តែឯងត្រូវសន្យានឹងខ្ញុំថារៀងរាល់ថ្ងៃត្រូវយកកូនត្រីមកដាក់ក្បែរមាត់បឹងនេះកូនរបស់ខ្ញុំត្រូវការវាយកមកបំពន់រាងកាយអរគុណលោកម្ចាស់ខ្ញុំនឹងមកជារៀងរាល់ថ្ងៃពុកអាចអង្គុយឡើងបានហើយកូនប្រុសពិបាកដល់កូនហើយស៊ីតិចទៅកុំឲ្យស្លាក់ទុកថាឯងជាមនុស្សរក្សាសច្ចៈដាំរុក្ខជាតិដើម្បីបានថាមាននាគនៅក្នុងបឹងនេះចាប់យកទៅធ្វើស៊ុបខាប់នឹងបានអាយុយឺនយូរមិនចេះចាស់មិនឲ្យចាប់ទេអាប្រុសកំសត់ថយចេញទៅទីមិនជាប់ទេតើសត្វស្អីគេហ្នឹងទីមិនជាប់សោះអញធ្វើឲ្យកូនខ្ញុំរបួសរឿងនេះមិនទាន់ចប់ទេឥឡូវនៅហ៊ានមកសម្ដែងរត់ទៀត generic លោកម្ចាស់នាគលើកលែងជីវិតឲ្យខ្ញុំផងកាលពីឆ្នាំមុនឯងចាក់កំបោរចូលក្នុងបឹងនេះធ្វើឲ្យសាច់ញាតិរបស់ខ្ញុំស្លាប់អស់ប៉ុន្មានទៅហើយខ្ញុំមិនហ៊ានធ្វើទៀតទេនេះជាការសងសឹកជំនួសកូនរបស់ខ្ញុំបើហ៊ានមកម្ដងទៀតវាមិនងាយស្រួលដូចពេលនេះទេមិនហ៊ានទៀតទេអរគុណណាស់កូននឹងលោកម្ចាស់នាគបៃតងនោះពុកជាសេះស្បើយគឺល្អហើយរដូវក្តៅមកដល់ហើយថ្ងៃក្តៅខ្លាំងណាស់ពួកឯងពិតជាមានចិត្តមែនយកវាទៅដូរជាប្រាក់ដើម្បីទិញថ្នាំឲ្យឪពុកឯងទៅរបស់នេះមានតម្លៃពេកហើយវាជារបស់ដែលឯងគួរតែទទួលបានអរគុណថ្មិញដៃនាគនោះពិតជាមិនស៊ីមនុស្សមែនចាស់ការពារកូនខ្ញុំការពារឪពុកវាជាហេតុផលដូចគ្នាតែប៉ុណ្ណោះបើអ្នកផ្ដល់ចិត្តស្មោះត្រង់ទៅឲ្យគេក៏មិនធ្វើបាបអ្នកវិញដែរក្របជូកនេះផ្អែមណាស់ឯងសាកភ្លក់មើលទៅអ្វីដែលកាចសាហាវបំផុតនៅលើโลกនេះមិនមែនជាសត្វសាហាវនោះទេប៉ុន្តែជាចិត្តមនុស្សដែលមិនស្គាល់ការយោគយល់អ្វីដែលកក់ក្ដៅបំផុតក៏មិនមែនជាមាសប្រាក់ដែរប៉ុន្តែជាការយកចិត្តគេមកដាក់ចិត្តយើង